ក្នុងសម័យពុទ្ធកាលអស់លោកសពបរោះទាំងអស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ធ្វើកិច្ចការបើយើងសិក្សាទៅពុទ្ធកិច្ច5យ៉ាងរបស់ព្រះសម្មាសម្ពុទ្ធដែលព្រះអង្គបំពេញប្រចាំថ្ងៃនេះគឺទ្រង់រវល់ខ្លាំងណាស់ក្នុង24ម៉ោងនោះរវល់រពេលដកឃ្លាមិនរួចទេពេលព្រឹកទ្រង់តើនលបាក់ម៉ោង3ម៉ោង4តើណែហើយចង្ក្រមព្រះអង្គនៅបដិបត្តិសមាធិសង្ក្រមព្រឹកឡើងហ្នឹងមើលនិស័យសត្វព្រឹកឡើងហ្នឹងមើលឲ្យញោមមុខញោមអីនៅណាអាចតថាគតប្រុសបានព្រឹកឡើងហ្នឹងមើលប្រមើលមើលនិស័យរបស់សត្វបន្ទាប់មកស្ដេចចេញទៅបិណ្ឌបាតហ្នឹងគឺទៅប្រុសញោមទៅជួបទៅសង្គ្រោះសត្វលោកដែលលិចលួងនៅក្នុងអវិជ្ជាដែលលិចលួងនៅក្នុងជីវិតដែលលំបាកហ្នឹងព្រះទៅដើរប្រាប់និមន្តប្រាប់គេឲ្យរស់នៅយ៉ាងម៉េចប្រកបដោយសុខមិនបានណាពេលព្រឹកញាតិញោមព្រះរហូតថ្ងៃសម្ដែងពធទេសនារសៀលល្ងាចបិណ្ឌបាតឲ្យត្រឡប់មកវិញរសៀលហ្នឹងសម្ដែងធម៌ទេសនាប្រុសពុទ្ធបរិស័ទនៅក្នុងវត្តយប់បដៅភិក្ខុសង្ឃយប់អត្រាតជួបជាមួយនឹងពួកទេវៈពួកទេវតាដែលឆ្ងល់ប្រសារឿងរ៉ាវក្នុងជីវិតអីហ្នឹងចឹងវិលជុំនឹងញាតិញោមមើលព្រះសម្មាសម្ពុទ្ធជាម្ចាស់រវល់ក្រៅពីព្រះអង្គខ្លួនព្រះអង្គផ្ទាល់រវល់តែមួយអង្គឯងសាវកទាំងឡាយហ្នឹងក៏រវល់ជាមួយព្រះអង្គដែរព្រះអង្គមានអ្នកណាមានព្រះអនន្តជាឧបថាសម័យបច្ចុប្បន្នគេហៅលេខាផ្ទាល់នឹងអ្នកនៅជាមួយហើយរៀបតាំងពីបាតតាំងពីឈើស្ទួនតាំងពីជ័យវរតាំងពីអីសពបែបយ៉ាងទាំងអស់បម្រើព្រះក្រៅពីព្រះអនន្តដែលជាអ្នករស់នៅផ្ទាល់ជាមួយនឹងមានព្រះសរិបុត្រអគ្គសាវកស្ដាំជួយកិច្ចការសាសនាជួបព្រះរាជាកហបតីប្រុសពុទ្ធបរិស័ទក្រៅព្រះសរិបុត្រមានប្រមោគលានក្រៅពីព្រះមោគលានមានប្រធេរៈទាំងអស់នឹងទៀតចំនួន80ដែលយើងហៅថាព្រះអសេតិមហាថៃហ្នឹងជំនាញផ្សេងគ្នាក្នុងការជួយព្រះដូចជាភិក្ខុខ្លះដូចជាញាតិញោមខ្លះមាននិស្ស័យស្ដាប់ព្រះមហាកច្ចាយណៈរង្គីសេចក្តីច្រើនជាងភិក្ខុដតីអញ្ចឹងព្រះប្រើព្រះមហាកច្ចាយណៈហ្នឹងឲ្យព្រះអង្គទៅពន្យល់ធម៌អញ្ចឹងក្រុមការងាររបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ហ្នឹងជាង80រូបដែលលះបង់ពេញមួយបច្ចុប្បន្នបានសាសនានឹងផ្សាយលឿនណាស់ញាតិញោមចាប់តាំងពីកបិលវត្ថុដែលជាដែនដីកំណើតមកកាន់តំបន់ប៊ីហាពុទ្ធគយាមកកាន់ញូដេលីដែនគូរុនេះឥណ្ឌានឹងឆ្ងាយណាស់ញាតិញោមជិះឡានមួយថ្ងៃវល់ល្ងាចហើយសម័យនោះដើរអញ្ចឹងការផ្សព្វផ្សាយសាសនាហ្នឹងដោយសារតែមានក្រុមការងារហ្នឹងក្រុមព្រះសម័យនោះក្រុមពួកប្រធេរៈនៅជុំវិញព្រះសម្មាសម្ពុទ្ធជាម្ចាស់ហ្នឹងទើបអាចធ្វើឲ្យកិច្ចការរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ហ្នឹងទៅបានដោយរលូនដោយជោគជ័យហើយផ្សព្វផ្សាយនៅព្រះសទ្ធម្មដែលព្រះអង្គបានត្រាស់ដឹងហើយដល់ចែកជូនដល់ពុទ្ធបរិស័ទនេះជារបៀបធ្វើការនៅក្នុងព្រះពុទ្ធសាសនាដែលឡែកនៅក្នុងប្រទេសកម្ពុជារបស់យើងនេះសាលាគុណហ្នឹងគឺមានមន្ត្រីសង្ឃអមព្រះមេគុណចាស់ហើយញាតិញោមឯកឧត្តមមន្ត្រីរាជការយើងចូលនិវត្តន៍មន្ត្រីសង្ឃនេះអត់ចូលទេធ្វើដល់ងាប់ទៅហ្មងដាច់ខ្យល់ពិតបានឈប់សញ្ញេព្រះមន្ត្រីសង្ឃខេត្តបាត់ដំបងសូមត្រៀមបតីណា
ទីមតីថាការងារបម្រើសាសនានេះគឺត្រូវធ្វើរហូតដល់ថ្ងៃចូលមកឈូសអត់មានពាក្យថាដំអូនដំអែទេគឺថាអញ្ចឹងគូអាផប់មែនថាអញ្ចឹងឯងជីវិតព្រះមន្ត្រីសង្ឃត្រូវទៅធ្វើកិច្ចការហ្នឹងហើយបើបាននេតិជាមន្ត្រីសង្ឃហើយគឺត្រូវតែរងទុក្ខវេទនាហើយរងទុក្ខហ្នឹងមិនមែនអីទេគឺដើម្បីជាការជួយកិច្ចការសាសនាហ្នឹងមិនមែនរងទុក្ខរឿងអីទេព្រោះការងារតែធ្វើហត់ហើយតែហត់ហ្នឹងគឺកើតទុក្ខហើយគឺដើម្បីសេចក្តីសុខសេចក្តីចម្រើនរបស់សង្គមតែបើបានតួនាទីហើយអត់នាំអ្នកធ្វើវាលេងទៅជាពួរជ័យហើយតួនាទីនឹងវាទៅជាបណ្ដាសាត្រីសងអង្គខ្លះបានតួនាទីហើយយកទៅដេកចងមុងអត់ធ្វើអីអានឹងបណ្ដាសានាំឲ្យអន្តរធានទាំងសាសនាទាំងសង្គមជាតិហត់សំលៀនលេងឈប់ធ្វើដាក់អ្នកថ្មីទៀតបានកណាពេលខ្លះខ្មាស់អ្នកផ្សាយសាសនាមកពីប្រទេសដទៃគេជិះយន្តហោះរាប់សិបម៉ោងមកដេកអង្គាសអង្គៀលនៅស្រុកយើងដើម្បីផ្សាយសាសនាចំណែកយើងនៅក្នុងទីនេះយើងទៅធូព្រះអង្គខ្លះធូអត់បានទេត្រូវតែម៉ាត់ឆាប់ត្រូវតែតឹងបានទៅរួចអាហ្នឹងទូលប្រកេនអញ្ចឹងតែអញ្ចឹងព្រះអង្គខ្លះដែរខេត្តដតីដែលនេះហ្នឹងជួថាអាត្មាទៀតហ្នឹងហើយថាចោះកណាថាអញ្ចឹងព្រោះសង្គមញាតិញោមគឺវិបត្តិវាប្រែប្រួលរហូតអញ្ចឹងព្រះមន្ត្រីសង្ឃបកករណាជាម្ចាស់ទូនាទីរបស់យើងគឺបំរើធ្វើកិច្ចការសម្រាប់ពុទ្ធមាមេកជនស្រឡាញ់សាសនាព្រោះសាសនានៅកម្ពុជានេះវាជាឈាមវាជាសាច់របស់ប្រជានុរាស្ត្ររបស់យើងដែលជាអ្នកកាន់ព្រះពុទ្ធសាសនាវត្តអារាមនេះបង្កើតឡើងមិនមែនដើម្បីបំផ្លាញសង្គមទេវត្តអារាមនេះបង្កើតឡើងគឺដើម្បីបម្រើសង្គមឲ្យរីកចម្រើនព្រះសង្ឃចូលមកកាន់ភ្នោះគឺជាការចូលមកកាន់ទីកន្លែងមួយដែលទទួលការអប់រំមិនមែនចូលមកសង្ងំដើម្បីកិច្ចចេញអំពីភារៈរបស់សង្គមជាតិទេពួកយុវភិក្ខុទាំងឡាយលោកចាំថាការចូលមកកាន់វត្តអារាមការចូលមកកាន់ភ្នោះនេះគឺដើម្បីសិក្សាទីនេះបរិសុទ្ធដោយសិលសមាធិនិងបញ្ញាអញ្ចឹងវត្តអារាមនេះមានភារៈសំខាន់ណាស់ដែលត្រូវបំពេញចូលមកហើយសិក្សាលោកមាននិស្ស័យលោកបន្តភ្នោះតទៅទៀតលោកអស់និស្ស័យលោកវិលថយក្រោយវិញចុះទៅបំរើជាតិវិញក្នុងភាវៈជាអ្នកជាគ្រោះហោះណែវត្តអារាមសំខាន់អញ្ចឹងណាមិនកន្លែងកប់ខ្មោចឥតប្រយោជន៍ទេដូចមនុស្សមួយចំនួនពោលទេមែនទេជាកន្លែងដែលបំរើជាតិឲ្យមនុស្សខ្មែរនឹងចេះដឹងជាកន្លែងដែលផ្ដល់នៅក្តីសង្ឃឹមចំពោះជនទាំងឡាយណាដែលអស់សង្ឃឹមនៅក្នុងជីវិតប៉ុន្តែសួរថាយើងធ្វើបាន 100% តែធ្វើវាមិនបានទេញាតិញោមអ្នកខ្លះចូលមកបួសហើយក៏ចោលមកសៀតតែម្ដងហ្នឹងវាមានអ្នកអញ្ចឹងដែរប៉ុន្តែអានោះវាធម្មជាតិរបស់មនុស្សលោកយើងទៅពឹងអីញោមអើយ100អ្នកវាមិនដែលល្អទាំង100តែវាខុសខ្លះនោះឯងអញ្ចឹងខុសបើសិនជាមានកំហុសខុសឆ្គងតែម្នាក់ឬពីរនាក់ក៏គួរណាស់តែកុំយកម្នាក់ហ្នឹងមកជាតំណាងនៃវត្តអារាមទាំងមូលដែរនឹងបើចង់ឲ្យសង្គមយើងបរិបូរណ៍ដោយការគោរពដោយតម្លៃដោយវឌ្ឍនភាពអញ្ចឹងណាប្រកាសណាព្រះមន្ត្រីសង្ឃខេត្តជួយលោកឪបញ្ជួនច្រើនហើយ80ជាងហើយ
ជួយកណាំចាស់ជួយចឹងកិច្ចការហ្នឹងទូលប្រគេនចឹងញាតិញោមព្រះមន្ត្រីសង្ឃហ្នឹងគឺការងារនឹងឯងកុំសត់អីលោកចាស់ព្រះធម្មធរព្រះសមុព្រះលេខាដែលក្មេងៗជាងគេត្រូវជ្រងលោកឪឲ្យបានចឹងសួរថាការងារក្រៅអំពីកិច្ចការអស់ហ្នឹងត្រូវហើយប្រសិនបើអត់មានការដឹកនាំច្បាស់លាស់ទេពុទ្ធសាសនាយើងក្នុងខេត្តបាត់ដំបងនឹងរវាទញាតិញោមរវាទហើយពួកបុគ្គលអាឡាច់ជីនឹងយកស្បង់ចេវរគ្របដណ្ដប់ហើយធ្វើព្យុះធ្វើភ្លៀងនៅក្នុងសាសនានាំឲ្យរង្គៀសចិត្តដល់ពុទ្ធបរិស័ទដែលជាអ្នកជ្រះថ្លាក្នុងធម្មៈរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ក្រៃលែងពុទ្ធបរិស័ទយើងកណាឃើញហេតុភេទនឹងមិនល្អឈឺចិត្តស្ដាយស្រណោះអញ្ចឹងព្រះមន្ត្រីសង្ឃខេត្តបកូនណាម្ចាស់ត្រូវជួយប្រដេកប្រគុណព្រះមេគុណឲ្យបាននៅអស់លទ្ធភាពកណាម្ចាស់កិច្ចការអស់ទៅនឹងគឺសង្ឃឹមព្រះមន្ត្រីសង្ឃក្មេងៗហើយកណាទៅសាសនាយើងរៀបល្អវត្តនឹងคล้ายជាមជ្ឈមណ្ឌលផ្ដល់នៅទីជំរកផ្ដល់នៅសេចក្តីសុខផ្ដល់នៅក្តីសង្ឃឹមជាកន្លែងអភិរក្សវប្បធម៌ប្រពៃណីរបស់ជាតិសាសន៍យើងហ្នឹងហើយអញ្ចឹងញាតិញោមមើលនឹងផលប្រយោជន៍មើលអញ្ចឹងផលប្រយោជន៍មើលអញ្ចឹងឃើញអញ្ចឹងហើយទាំងអស់ហ្នឹងគឺជាគុណបំណាច់របស់បរិស័ទផងហើយនឹងក៏ជាការលះបង់របស់ប្រធេរៈចាស់មកកាលពីជំនាន់មុនផងសូមអនុមោទនាអស់លោកសប្បុរសទាំងអស់ជាទីស្រឡាញ់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ព្រះអង្គត្រាស់ដឹងឡើងប្រយោជន៍តែម្យ៉ាងគឺដើម្បីធ្វើយ៉ាងណាជួយសត្វលោកឲ្យរស់នៅប្រកបដោយសេចក្តីសុខសុខដោយកាយសុខដោយចិត្តតែសេចក្តីសុខនេះកើតឡើងក៏ព្រោះតែវាមានសមុទ្ឋានរបស់វាខេត្តដែលនាំឲ្យសុខក្នុងនេះចង់នាំធម្មីកថាខ្លីមួយដើម្បីចែករំលែកពុទ្ធបរិស័ទរួមទាំងប្រជាពុទ្ធបរិស័ទទាំងអស់ទូទាំងប្រទេសចម្រើនពរព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់ត្រាស់សម្ដែងទុកនៅការនៅធម៌6យ៉ាងសម្រាប់លះបង់នៅការព្យាបាទគ្នាណាញាតិញោមព្រះអង្គសម្ដែងត្រាស់ទុកនៅក្នុងមហាសតិប្បដ្ឋានសូត្រហ្នឹងថាធ្វើយ៉ាងម៉េចដើម្បីលះបង់នៅការព្យាបាទគ្នាហ្នឹងនៅក្នុងសង្គមមនុស្សនេះញាតិញោមមនុស្សព្យាបាទគ្នាព្រោះយើងកើតមកនឹងវាមានការលោភលួនមកជាមួយការសន្សំអិច្ឆាចំណែនព្យាបាទមិនមានមេត្តាមិនសូវមានមេត្តាចំពោះគ្នាសម្រាប់បុគ្គលពួកខ្លះប៉ុន្តែហេតុមួយដែលសម្ដែងក្នុងទីនេះចង់ថាព្រះមន្ត្រីសង្ឃសូមបកូនណាញ៉ាំងមេត្តាធម៌ឲ្យកើតឡើងនៅក្នុងសហការីរបស់ព្រះអង្គកុំចំណែនគ្នាកុំចាក់គ្នាកុំព្យាបាទគ្នាដោយតែលោកធម៌ហ្នឹងធម៌ហ្នឹងកើតចំពោះព្រះសង្ឃក៏កើតចំពោះព្រះសង្ឃក៏កើតព្រះសមុល្បីដាក់សមុមួយមកអញមិនជួយសមុនោះដាច់ក្បាលដាច់កតុយតែឯងធ្វើការហត់ផងគេស្ដីឲ្យទៀតយូររត់បាត់ហ្នឹងអត់ទេចឹងបានព្រះអង្គត្រាស់សម្ដែងនៅក្នុង
មហាសតិបដ្ឋានសូត្រថាមនាលភិក្ខុទាំងឡាយធម៌6យ៉ាងនេះអាចញ៉ាំងសេចក្តីព្យាបាទនឹងឲ្យសាបសូន្យចុះបានញាតិញោមណាស្អប់អ្នកដតីព្យាបាទគេចាំស្ដាប់ធម៌នឹងមើលហើយយល់ទៅញ៉ាំងឲ្យចុះឡើងញោមណាអាចធម៌ព្យាបាទនឹងធម៌ភ្លើងណាញោមដុតអូយដុតមកយប់ខឹងគេនោះជាតរੂវិធីធ្វើម៉េចឲ្យគេលឺតែគេគ្រោះថ្នាក់ចរាចរណ៍ក្នុងចិត្តសាធុអញបន់យូរហើយហ្នឹងឯងគេហៅធម៌ព្យាបាទនោះញោមហ្នឹងហើយអានោះវាកើតមានអត់អីទេញោមអត់អីទេញោមមានក៏បានដែរមិនអីទេប៉ុន្តែគ្រាន់តែវាកុហលកាហាយហ្នឹងហើយកិលេសវាចុះឯងញោមមិនមានអីគួរឲ្យខ្មាស់អៀនទេឥឡូវដោយសារពួកយើងជាអ្នកដើរតាមយុគលបាតរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ហើយព្រះអង្គត្រាស់សម្ដែងថាមនាលអ្នកទាំងឡាយចូលអ្នកទាំងឡាយហ្នឹងញ៉ាំងធម៌ព្យាបាទហ្នឹងឲ្យសាបសូន្យហើយជាធម្មីកថាធម្មបណ្ណាការថ្វាយព្រះមន្ត្រីសង្ឃខេត្តបាត់ដំបងទេណាទុកស្ដាប់ជាទីជ្រះថ្លាធម៌នោះទី1មេត្តានិមិត្តសៈឧក្កហោត្រូវរៀនយកមេត្តានិមិត្តជាកិច្ចបដិបត្តិមានន័យថាម៉េចគិតញ៉ាំងចិត្តនឹងឲ្យឃើញមេត្តាធម៌នឹងជារឿយចំពោះគ្នាញាតិញោមហ្នឹងហើយថ្វាយព្រះបកូនណាម្ចាស់តសហការីយើងមានតែ6ព្រះអង្គទេអញ្ចឹងញ៉ាំងមេត្តាគិតរឿយចម្រើនកាន់យកមេត្តាធម៌មេត្តាចិត្តកាន់អញ្ចឹងគឺថាព្រះអង្គអ្នកសំដែងធម៌ទេសនាហ្នឹងអត់ចេះខឹងគេទេតែខឹងតាបញ្ហាត់ដែរហាត់មេត្តាហ្នឹងវាត្រជាក់ញាតិញោមបើទៅក្នុងព្រៃជ្រៅគ្មានធម៌អីប្រកែជាងមេត្តានេះទេញាតិញោមគ្មានទេអាវក្រោះក៏មិនប្រកែជាងមេត្តាធម៌នេះចិត្តដែលកាន់យកមេត្តាធម៌នេះជាចិត្តដែលស្ងប់ហើយក្លាហានបំផុតញ៉ាំងភាពត្រជាក់នៃចិត្តនឹងឲ្យកើតឡើងនៅក្នុងហរតីនឹងហើយភាពត្រជាក់ត្រជុំនៃចិត្តនឹងភាពត្រជាក់ត្រជុំភាពស្ងប់នឹងវាធ្វើឲ្យចិត្តនឹងក្លាហានក្នុងន័យធ្វើជាកុសលទេញាតិញោមមិនមែនក្លាហានក្នុងន័យអាក្រក់ទេអញ្ចឹងអស់លោកសប្បុរសទាំងអស់នៅក្នុងកិច្ចបដិបត្តិប្រចាំថ្ងៃទី1បើចង់ឲ្យព្យាបាទធម៌ព្យាបាទនឹងធម៌ជាអកុសលនឹងវាថមថយចុះសូមរៀនកាន់យកនៅមេត្តានិមិត្តមានន័យថាគិតចម្រើនមេត្តាធម៌គិតអំពីសេចក្តីល្អនៃមេត្តាធម៌ចេះអាណិតបើលោកគ្រូអាចារ្យកំអ៊ីវលោកបង្រៀនចេះល្អដែរលោកថាបើសិនជាតែនោះអាត្មាសួរគាត់សួរថាធ្វើម៉េចចម្រើនមេត្តាកើតគាត់ថាព្រះអង្គបើចិត្តព្រះអង្គនឹងទោសៈវារឹស្យាក្រៃលែងព្រះអង្គមិនអាចស្រឡាញ់មនុស្សលោកបានដំបូងព្រះអង្គស្រឡាញ់សត្វសិនទៅស្រឡាញ់ធ្វើម៉េចថាផ្ដើមចេញអំពីការឲ្យចំណីសត្វបន្តិចយូរចិត្តនឹងដាក់ចុះនៅការស្អប់ខ្ពើមដល់ក្រៃលែងចំពោះមនុស្សលោកប៉ុន្តែត្រូវហាត់ផ្ដើមចេញពីឲ្យចំណីសត្វផ្ដើមចេញអំពីការស្រឡាញ់សត្វឬក៏ផ្ដើមចេញអំពីការកុំឲ្យស្អប់សត្វអ្នកខ្លះកើតមកស្អប់ឆ្កែអ្នកខ្លះស្អប់ឆ្មាអ្នកខ្លះស្អប់សត្វនេះស្អប់សត្វនោះចាកំអ៊ីលោកថាកិច្ចបដិបត្តិហ្នឹងជាកិច្ចបដិបត្តិដ៏សាមញ្ញបំផុតហើយអាចធ្វើបានញ៉ាំងមេត្តាចិត្តកម្រិតទូចមួយឲ្យផុសឡើងចំពោះសត្វដេរឆាននោះជាចំណុចចាប់ផ្ដើមនៃកិច្ចបដិបត្តិធម៌មេត្តាហើយញាតិញោមអញ្ចឹងទី1ញោមរលឹកញ៉ាំងមេត្តានិមិត្តហ្នឹងឲ្យកើតឡើងក្នុងចិត្តគិតណាញាតិញោមគិតថាធម៌មេត្តាហ្នឹងវាល្អវាត្រជាក់គិតអញ្ចឹងសិនទៅតិចយូរទៅចិត្តហ្នឹងវាចប់វាទទួលយកថាអូមេត្តាធម៌ហ្នឹងវាត្រជាក់អញ្ចឹងមែន ទ
ទី2មេត្តាភាវនានុយោគោកិរិយាប្រកបរឿយនៅការចម្រើនមេត្តាធម៌ប្រកបនឹងធ្វើញាតិញោមហើយមេត្តានឹងញោមធ្វើបានគ្រប់ពេលទាំងអស់ញាតិញោមតាំងពីអង្គុយស្ដាប់ធម៌តាំងពីមានចិត្តត្រជាក់ចែករំលែកអាសនៈដែលអង្គុយទីនេះមេត្តាកិរិយាបថទាំង4របស់បរិស័ទនឹងដេកដើរឈរអង្គុយនឹងអាចចម្រើនមេត្តាទាំងអស់បានញាតិញោមទាំងអស់បានញាតិញោមបានអានេះលោកថាកិរិយាប្រកបរឿយនៅការចម្រើនមេត្តាហ្នឹងហើយសំបីតែទិញកខ្វេហ្នឹងក៏អាចចម្រើនមេត្តាបានតាមរយៈអាកប្បកិរិយាដ៏ស្រគត់ស្រគំអ្នកខ្លះហ្នឹងទៅទិញកខ្វេទៅសឡុតអ្នកលក់នឹងចង់ងប់ហើយក៏ខុសទិញទួចណាកខ្វេមួយកែវឲ្យដាក់ស្ករ20%អានោះទៅដាក់50គ្នាស្ដាប់វាមិនលឺមួម៉ោងដាក់គ្នាសុំទោសមិនក៏មិនព្រមណែយើងអន់ជាងកខ្វេមួយកែវទៅទៀតគេណានឹងប្រយ័ត្នណាញាតិញោមអញ្ចឹងមេត្តាធម៌ហ្នឹងវាមានគ្រប់ភាវៈនៃជីវិតរស់នៅគ្រប់ពេលគ្រប់ឱកាសអញ្ចឹងការចម្រើនមេត្តានឹងរឿយញាតិញោមរឿយព្រះឲ្យចម្រើនគ្រប់អិរិយាបថផ្ដើមដោយកាយវាចាចិត្តហ្នឹងហើយរៀនប្រកបចម្រើនមេត្តាព្រះមន្ត្រីសង្ឃលោកបកគោណាម្ចាស់ព្រះអង្គចម្រើនមេត្តាជួយផងព្រះអង្គណាធ្វើការច្រើនជាងជួយអាណិតព្រះអង្គផងស្រាប់តែលេងឃើញតែមួយអង្គធ្វើការដាក់តែមួយអង្គនឹងតែឯងអត់ជួយអាណិតគ្នាយូររត់ហើយអត់នឿយអញ្ចឹងទី1ទី2កិរិយាប្រកបរឿយនៅការចម្រើនមេត្តាញាតិញោមល្អណាស់ញាតិញោមល្អណាស់អាត្មាឃើញការចម្រើននេះជួយសង្គមឯកឧត្តមជួយសង្គមច្រើនណាស់ឧទាហរណ៍ករណីជាក់ស្ដែងយើងបដិបត្តិសាសនានេះគឺត្រូវយកធម៌នឹងមកបដិបត្តិក្នុងជីវិតប្រចាំថ្ងៃដូចជាការបើកបរនៅលើផ្ទងផ្លូវញាតិញោមធ្វើដំណើរដឹងស្រាប់ហើយអ្នកខ្លះគាត់បើកបរនឹងគាត់មិនអនុញ្ញាតឲ្យអ្នកណាមួយវ៉ាគាត់បានទេហើយគាត់បើកយឺតស្ទះគេស្ទះឯងប៉ុណ្ណឹងគាត់ធម្មតាមនុស្សអត់មានមេត្តាចិត្តអញ្ចឹងគាត់មិនខ្វល់មិនដឹងថាពីក្រោយខ្នងគាត់នឹងមានឡានពេទ្យឬក៏មិនមែនឡានពេទ្យទេឡានធម្មតាតែនៅក្នុងឡាននឹងមានស្ត្រីមានផ្ទៃពោះមានជួនចាស់ចរាមានកុមារកំពុងតែត្រូវសង្គ្រោះបន្ទាន់អីយ៉ាងម៉េចក៏អត់គិតទេគាត់មិនអោយគេវ៉ាហើយបើកកណ្ដាលផ្លូវនឹងតែម្ដងនេះមនុស្សយើងដល់ថ្នាក់នោះកាផ្លេមិនចង់បែកអាកាផ្លេហ្នឹងក៏គាត់មិនគិតចេញហើយបើវ៉ាគ្នាបានសឹងតែឆ្លៀកជ្រោះឆ្លៀកផ្លូវជជែងគ្នាដូចប៉ុណ្ណាំងឡានហេតុអីបានយើងដល់ថ្នាក់ហ្នឹងហេតុអីបានយើងដល់ថ្នាក់ហ្នឹងនោះវាកើតចេញអំពីចិត្តរបស់មនុស្សហ្នឹងអត់មានមេត្តាធម៌នឹងមេត្តាហ្នឹងវាជួយយើងអញ្ចឹងញាតិញោមមើលឲ្យបុគ្គលម្នាក់ប្រកបដោយភាពត្រជាក់ត្រជុំហើយញ៉ាំងភាពត្រជាក់ត្រជុំហ្នឹងឲ្យសាយភាយទៅក្នុងសង្គមអញ្ចឹងទៅពួកយើងរស់នៅប្រកបដោយសេចក្តីសុខញោមបើមិនអញ្ចឹងទៅអត់ទេអញ្ចឹងអស់លោកសប្បុរសទាំងអស់លោកញ៉ាំងសេចក្តីហ្នឹងចម្រើនមេត្តាហ្នឹងឲ្យកើតឡើងរឿយញាតិញោមផ្ដើមចេញពីញោមបញ្ញាពីញោមណាកម្មសកតាបច្ចវេខណតាពិចារណាឃើញនៅភាវៈនៃសត្វដែលមានកម្មជារបស់ខ្លួនកន្លែងខ្លះអស់លោកសប្បុរសដោះអត់ចេញទេដោះនេះគាត់នេះនិយាយស្ដាប់វាមិនបានណាស្ដាប់អត់បានជួនកាលគ្នាវាអត់គ្រប់10វាបានតែ9ឬ8កន្លះអានឹងញោមត្រូវព្រះលោកថាបើសិនជាបុគ្គលណាមួយដែលខ្វះនៅសម្បទាយ៉ាងដូចនេះត្រូវគិតថានេះជាផល
ជាវិបាកនៃកម្មរបស់បុគ្គលដែលបានសាងហើយកុំចង់ទៅយកឈ្នះមនុស្សនឹងញាតិញោមអ្នកព្រះលោកឲ្យដោះអញ្ចឹងវិញញាតិញោមណាញោមខ្លះគាត់ចង់ឈ្នះមនុស្សអត់គ្រប់ហ្នឹងអត់ឈ្នះទេញោមគឺអត់គ្រប់ផងមិនឈ្នះបើយើង10ឯនោះ9ហ្នឹងវាខុសគ្នាបាត់ហើយហ្នឹងអ្នករឿងហ្នឹងច្រើនណាស់នៅក្នុងវត្តហ្នឹងបកូនណាបចោតកាកណាចិត្ត400អង្គក្មេង200នាក់មួយឆ្នាំយ៉ាងហោចណាស់មាន1អង្គឬ2អង្គគឺថា9តម្រងហ្នឹងមិនហ្នឹងប្រហែលនិយាយមិនស្ដាប់បានទេអញ្ចឹងព្រះលោកថាអញ្ចឹងដោះអាម៉េចដើម្បីកុំឲ្យចិត្តនឹងវាខឹងវាមួម៉ៅលោកថាត្រូវទទួលថាត្រូវពិចារណាឃើញនៅភាវៈនិស័តដែលមានកម្មជារបស់ខ្លួនថាអូអើយគ្នា9ណាស់ហើយដោះវាមិនចេញទេព្រះអង្គឲ្យនៅ9ហ្នឹងចាស់មានអីឲ្យក៏ឲ្យហូបទៅបើអត់ទេអត់កុំទៅតវ៉ារស់ខុសរស់ត្រូវគ្នាអ្នកខ្លះទៅឆ្លោះជាមួយមនុស្សឈួតព្រះលោកថាកុំនៅកន្លែងនេះនៃធម្មតាមានន័យតែអញ្ចឹងណាញោមតែព្រះអង្គលោកមិនសម្ដែងអញ្ចឹងលោកសម្ដែងថាពិចារណាគួរកប់បីពិចារណាឃើញនៅភាវៈនៃសត្វដែលមានកម្មជារបស់ខ្លួនមានន័យថាអញ្ចឹងចិត្តហ្នឹងចិត្តដែលស្អប់ខ្ពើមចិត្តដែលទោសៈដែលព្យាយាមចងអាឃាតនឹងបុគ្គលដែលគ្នាមានកម្មជារបស់ខ្លួនហ្នឹងដែលมันអាចយល់អ្វីជាខុសអ្វីជាត្រូវបានវាសាបរលាបហើយញោមអ្នកខ្លះមិនមែនមនុស្សមិនគ្រប់សម្បទាទេតែជាបុគ្គលដែលសន្សំនៅភាពអវិជ្ជានៅអវិជ្ជាហ្នឹងក្រាស់ខ្មឹកស្ដាប់មិនយល់អញ្ចឹងក៏ញោមគួរណាស់ទៅពិចារណាកន្លែងហ្នឹងតើគួរបន្តចរចានិយាយស្មាគមទៀតឬក៏គ្រាន់តែចាត់ទុកថានេះជាសត្វលោកមួយរូបដែលរួមរស់នៅលើផែនដីជាមួយនឹងខ្ញុំតែប៉ុណ្ណោះលើសពីនោះមិនមានអ្វីជាការសំខាន់ទេញោមអ្នកខ្លះគ្នាកើតមកអញ្ចឹងញោមគតិវិបត្តិកើតមកមានអញ្ចឹងមកញាតិញោមជ្រាបហើយអស់លោកអ្នកបដិបត្តិធម៌ណាញោមណារៀនធម៌4 10 20ឆ្នាំអត់អាចអ្នកណានិយាយលើសសំបីតែកន្លះម៉ាត់បានឆាវចេះឆ្ងល់ខ្លួនឯងចុះអញរៀនធម៌ដែរមិនក៏ខឹងថានឹងសំខឹងមកយូរហើយឃើញណាញោមមិនថាញោមណាទេប៉ុន្តែជ្រាបទាំងអស់គ្នាអស់លោកសពបរោះខ្លះរៀនធម៌មួយជីវិតតែរិះតម្រាំទៅចេញ100រៀលក្នុងជីវិតទឹកអូយទឹកអូទឹកបោកនឹងទាញចេញសោះហ្នឹងទឹករិះដឹងថាការឲ្យទៀននាំមកនៅអានិសង្សតែចិត្តហ្នឹងវានៅបទាញបតុង50000ឬក៏5000ទេសនានេះអត់ចូលច្រើនទេ10000ឬក៏500ទេក៏អត់ចូលទេឡើងចុះតម្រាំតើអាกระดาษ5000នឹងធ្វើដំណើរចាក់ចេញពីអាកបោបបានហ្នឹងចង់4-10នាទីអារម្មណ៍បានចុះការផ្ទាល់នឹងហួសដល់បាត់បានចេញរួចសួរថាយ៉ាងណាថាសំញាតិញោមសំមកអញ្ចឹងណាប្រសងក៏មាននឹងដែរប្រសងអង្គខ្លះរិះនោះរិះព្រះមន្ត្រីសង្ឃយពីសូត្រមន្តបនទានញាតិញោមស្គាល់ទៅដោះគោនឹងឡើងពេញបន្ទុកតែលោកនេននៅចិត្តនឹងមិនដែលមានវាសនាបានទៅដោះគោមកកំប៉ុងមកឲ្យស្គាល់រសជាតិយូរឲ្យគ្នាម្ដងឲ្យមកហួសដេលេបាត់ឆានណាមិចហើយកាខ្វេនោះឡើងក្រៀមមិនឲ្យគ្នាហែកមកជាប់ស្អិតតាប់ដូចអាចគោហើយឆានណាមិចអានឹងវាសុទ្ធតែកើតចេញអំពីការសន្សំនឹងធัวពិតធัวមែនធัวអញ្ចឹងញាតិញោមហ្នឹងកណាប្រគូនណាប្រធេរៈខ្លះល្អណាស់ញាតិញោមឲ្យគេអស់ហើយពីខ្លួនលះបង់សន្សំមកគឺដើម្បីលះពួកឲ្យទៅវាសบายចិត្តឃើញគេបានសុខបានសบายឃើញមានចង្ហាន់វ័នជូនភេសជ្ជៈអីអញ្ចឹងទៅចិត្តនឹងជ្រះថ្លាសំណួរសួរអ្នកខ្លះសួរខ្លួនឯងទៅថាតែអញបដិបត្តិការធ្វើទាននេះជ្រះថ្លាចាំមិនបុគ្គលដែលនៅចិត្តហ្នឹងគាត់មិនជ្រះថ្លា
ដោយសារសន្សំខុសគ្នាញាតិញោមអញ្ចឹងមេត្តាធម៌នេះនឹងចូលទៅជួយហើយញាតិញោមបរិស័ទអាត្មាអត់ទទួលខុសត្រូវទេរឿងញោមរិះរឿងអីអត់ទេញោមដោះស្រាយខ្លួនឯងចាស់កូនណាទី4កល្យាណមិត្តតាភាវៈជាអ្នករាប់អានកល្យាណមិត្តព្រះលោកថាដើម្បីញ៉ាំងសេចក្តីព្យាបាលនឹងឲ្យវាថមថយចុះឲ្យវាសាបសូន្យចុះអស់លោកអ្នកចូលសែបគប់ជាមួយនឹងពួកមិត្តទាំងឡាយដែលជាកល្យាណនឹងមិនសំដៅយកកល្យាណនឹងមិនសំដៅយកអ្នកមានទ្រព្យអ្នកមានរូបសម្រស់អ្នកមានទំនុំធំអ្នកមានស្អីទេគឺកល្យាណនេះសំដៅយកបុគ្គលដែលជាមនុស្សដែលល្អញាតិញោមជាអ្នកចេះដឹងមានន័យថាសម័យឥឡូវមានពាក្យមួយញាតិញោមប្រើពីរោះណាជាញាតិព្រះធម៌ញាតិព្រះធម៌នោះគឺអ្នករៀនធម៌ណាញាតិញោមណាមិនជួបគ្នាគិតទាំងកិច្ចរៃអង្គាសគ្នាទៅមកបាត់អស់ញាតិធម៌ហ្នឹងកាត់បន្ថយហ្នឹងណាញាតិញោមញាតិធម៌បែកអស់ចុះរៃរានពេកបាត់ញាតិធម៌អស់សល់តែប្រូក្រាមចឹងព្រះលោកថាកល្យាណមិត្តការដែលជួបជុំការដែលចូលទៅភពប្រសពជាមួយនឹងពួកបណ្ឌិតទាំងឡាយដែលជាអ្នកល្អដោយកាយល្អដោយវិជ្ជាល្អដោយចិត្តហ្នឹងអាចញ៉ាំងធោះព្យាបាលហ្នឹងឲ្យថមថយល្អថាញាតិញោមមានអីញាតិញោមពេលញោមអញ្ជើញទៅបន់ពេលចាស់ទៅជាពិសេសអាត្មាចាស់គិតដែរចាស់ខ្មែរយើងនេះមានអេដាមចាស់ខ្មែរយើងនឹងវាជារបត់សង្គមរបស់យើងពេលដែលគាត់សម្រានពីជីវិតហត់នឿយ60ឆ្នាំ70ឆ្នាំទៅគាត់មានវត្តអារាមមួយជួយគាត់ដើម្បីឲ្យបានរក្សានៅជីវិតរបស់គាត់នឹងជាក្រុមជាបកជាក្រុមជាតកូលជាក្រុមនៃពួកអ្នកនៅក្នុងជីវិតចុងក្រោយហ្នឹងមានន័យថាជាឲ្យជីវិតភាពព្រឹត្តិចាររបស់គាត់នឹងបន្តដំណើរទៅមុខដោយមានកល្យាណមិត្តរបស់គាត់ដូចគាត់មកវត្តអញ្ចឹងញាតិញោមឃើញទេមានញាតិញោមចាស់ញោមមុកញោមមីគ្នាគាត់នឹងទៅប៉ុនហ្នឹងគាត់សប្បាយណាស់ហើយអានេះគេភ័យបំផុតនៅស្រុកអ្នកមានគេភ័យពេកចាស់ទៅគេខ្លាចចាស់ហ្នឹងគាត់ឯកោណាញាតិញោមចាស់ទៅឯកោលឺអញ្ចឹងអាត្មាមិនទាន់ចាស់ទេចាំមើលព្រះមេគុណចាំមើលនេះញោមឥឡូវចាស់ដែរប៉ុន្តែមិនទាន់ចាស់ដល់ញោមចាំមើលដល់អាយុ80 90ភាពឯកោហ្នឹងវាគ្របដណ្ដប់ជីវិតចុងក្រោយរបស់មនុស្សលោកហ្នឹងខ្លាំងណាស់ហើយអាត្មាឃើញកម្មវិធីនៅស្រុកយើងនេះជាពិសេសញាតិញោមកម្មវិធីវត្តអារាមមានសុំសិលមានធ្វើបុណ្យទាំងអស់ហ្នឹងរក្សាចិត្តរបស់ញោមហ្នឹងឲ្យមិនឲ្យស្ពឹកស្ពួនឬក៏មិនឲ្យចិត្តហ្នឹងវាដួលវាស្លាប់មុនរាងកាយញាតិញោមអញ្ជើញមកអញ្ចឹងរវល់ជាមួយធម៌រវល់ជាមួយនឹងកិច្ចកាយទាំងអស់ហ្នឹងជួយការរស់នៅហ្នឹងបានធូរស្បើយដែរមិនអញ្ចឹងឯងញាតិញោមហ្នឹងហើយអញ្ចឹងកល្យាណមិត្តហ្នឹងជួយញាតិញោមជួយទី4បដិសង្ខានពហុលតាភាវៈជាអ្នកច្រើនដោយការពិចារណាថាបើដើម្បីនឹងញ៉ាំងធោព្យាបាលនឹងឲ្យធ្លាក់ចុះព្រះលោកថាអស់លោកសប្បុរសមេត្តាប្រើបញ្ញានឹងគិតកុំតន់ខឹងកុំតន់ព្យាបាទបុគ្គលណាមួយគិតសិនញាតិញោមថាតើកំហុសដែលគេធ្វើចំពោះខ្លួននឹងវាសមគួរនឹងដល់ការព្យាបាទទេចងអាឃាតទេគំនុំទេវាគួរដល់ការក្រន់តែអូគ្នាដោយហេតុតែគ្នានឹងមិនយល់អូគួរដល់ថាមិនអីទេប៉ុណ្្នឹងវាចំទៅចោះមិនបាច់លើសមិនបាច់ខ្វះមិនបាច់ស្មើទេពាក្យមួយម៉ាត់នោះអញ្ចឹងព្រះលោកឲ្យពុទ្ធបរិស័ទទាំងអស់ហ្នឹងលោកមេត្តាពិចារណាមុននឹងចងអាឃាតព្យាបាទមនុស្សចងអាឃាតគ្នាណាញាតិញោម
ដោយទេវតាចឹងមើលទៅចង់អាឃាតជាមួយព្រះសំបីតែព្រះសម្មាសម្ពុទ្ធជាម្ចាស់ហ្នឹងនៅតែមានមនុស្សលោកតាមមកចង់អាឃាតណាតាមព្យាបាទតាមសម្លាប់ណាញាតិញោមមើលហើយព្រះសម្មាសម្ពុទ្ធជាម្ចាស់មានអីញាតិញោមបលាំងក៏លះបង់អំណាចរបស់រដ្ឋទាំងឡាយអស់ហើយតបរាប់ម៉ឺនរាប់សែនទ្រព្យសម្បត្តិអំណាចសពបែបយ៉ាងនៅក្នុងព្រះនគរហ្នឹងលះអស់ហើយនៅសល់តែយវងបាទនៅតែមានអ្នកតាមព្យាបាទទៀតអញ្ចឹងញាតិញោមសំណួរមួយហេតុណែសំណួរមួយដែលពុទ្ធបរិស័ទមួយចំនួនឧស្សាហ៍លើកថាខ្ញុំមិនដែលធ្វើអាក្រក់តតែសោះចុះហេតុអីបានអ្នកដទៃធ្វើអាក្រក់មកលើខ្ញុំការធ្វើអាក្រក់នេះមិនមែនដោយសារតែញោមមិនធ្វើអាក្រក់ទេគឺដោយហេតុតែបុគ្គលនោះគាត់មានចិត្តអាក្រក់អញ្ចឹងហើយគាត់ធ្វើសេចក្តីអាក្រក់នឹងមកលើញោមដែលហេតុថាពួកយើងរស់នៅលើភពផែនដីនេះជាមួយគ្នាចឹងជៀសវាមិនផុតទេនៅចិត្តគ្នាគេធ្វើបាបញោមនោះឯងវាមានអញ្ចឹងញាតិញោមអ្នកខ្លះអញ្ចឹងអ្នកខ្លះមានអញ្ចឹងចឹងញោមត្រូវដោះស្រាយត្រឡប់ទៅវិញដោះដូចម្ដេចនេះដោះចម្រើនពរមិញទាំង4ទី5សបាយកថាភាវៈជាអ្នកពោលនៅពាក្យជាទីសបាយញាតិញោមពាក្យថាសបាយក្នុងទីនេះព្រះសម្មាសម្ពុទ្ធជាម្ចាស់ពោលពាក្យណាដែលជាវិជ័យសុចរិតញាតិពធនឹងខុសឆ្គងតិចតួចអីកុំអីខ្ញុំណាអ្នករៀនធម៌ហ្នឹងហើយយើងមានគ្នាតែប្រមាណលានអ្នកទេឥឡូវឡើង18លានហើយដល់ហើយយើង18លានហើយក៏18លានប៉ុណ្ណឹងទេអញ្ចឹងស្រឡាញ់គ្នាញោមខាងលិចយើងនេះនៅលបងផ្ទះយើងនេះដាក់យើងមកប្រាវនឹងមកអត់មានទេមានតែកូនចៅយើងទាំងអស់គ្នាហើយសូមសរសើរហើយទឹកចិត្តស្រឡាញ់របស់ប្រជាជនរាស្ត្រខ្មែរជាមួយនឹងរដ្ឋាភិបាលនឹងការពារទឹកដីនឹងគឺជាកន្លែងទៅនឹងទឹកចិត្តយើងឃើញផុសចេញមកអញ្ចឹងសបាយកថាភាវៈជាអ្នកពោលនៅពាក្យជាទីសបាយត្រូវតែផ្សព្វផ្សាយនិយាយអ្វីដែលល្អអញ្ចឹងថាស្អីតែល្អទាំងអស់ថាមិនមែនទេតែបើកែគ្នាក៏កែដោយពិរោះពិសាម្សិលមិញហ្នឹងសម្ដេចតេជោមានប្រសាសន៍នៅក្នុងព្រឹទ្ធសភាណានិយាយអំពីការពោលពាក្យអសុរោះនៅលើបណ្ដាញសង្គមហ្នឹងដែលនេះប៉ះពាល់តម្លៃស្ត្រីនឹងត្រូវលុបបំបត្តិអញ្ចឹងព្រះអង្គលោកសម្ដែងនេះសបាយកថាសង្គមមួយដែលមានការរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរប្រជានុរាស្ត្រនៃសង្គមនោះត្រូវពោលពាក្យជាទីរីករាយក្នុងទីនេះគឺនិយាយប្រកបដោយវិជ័យសុចរិតជេរបតិចគ្នាជេរស្ត្រីជេរមនុស្សចាស់ជេរព្រះសង្ឃហើយយើងមនុស្សយើងចំនួននេះកាលណាយើងសាបព្រោះយ៉ាងណាកូនចៅយើងចំនួនក្រោយវានឹងទៅជាយ៉ាងដូច្នោះហើយជាងសូមប្រជាជាតិទាំងមូលលោករួមគ្នាដើម្បីនឹងបង្រៀនកូនចៅយើងឲ្យពោលពាក្យជាទីរីករាយប្រកបដោយប្រយោជន៍នឹងឃើញដាច់ប្រធានព្រឹទ្ធសភាលើកម្សិលមិញហ្នឹងឃើញទេស្រុកយើងជេរអូពុទ្ធហើយជេរនោះជេរអត់ទេញាតិញោមកែចេញអស់លោកណាដែលធ្លាប់មានពាក្យមិនពិរោះលើបណ្ដាញសង្គមអីលោកកាត់បន្ថយឲ្យលោកលះបង់ដើម្បីប្រយោជន៍របស់ជាតិយើងទាំងអស់គ្នាសូមអនុមោទនាចឹងធម៌6យ៉ាងដើម្បីរំងាប់នៅការព្យាបាទហ្នឹងសម្រើនពរប៉ុណ្ណឹងចាំបានប្រមាណយោប៉ុណ្ណឹងចាំជើញត្រឡប់ទៅវិញមើលគេផ្សព្វផ្សាយខ្ញុំណាហើយប្រកេនពរព្រះមន្ត្រីសង្ឃខេត្តបកូនណាមចាស់
ประเจ้าติกาเปลี่ยนอุกลสรับช่วยเราเอาพองนะจนไปเจียงไฮ้ก็มอยประบาปฏิจรานก็เฟื่อยประบาปฏิให้มนุษย์จานี่ก็สอนนะแต่ขังเกอันยีแต่อันยีนั่งเวประบาประสบเพียบจังเปลี่ยนอุกลเปลี่ยนไตรสังกรุบสรับช่วยเราเอาพองช่วยนะช่วยนั่นคือดำใบสิกได้ซอกระบโยมเยิงระบปุตตบริษัทเยิงระบไข่เยิงให้เตอสลากวนเยิงสลานุกวนยังดาวสรูเต้าสลาไข่นั่งลุกสรูเลยนะให้ตำเนียนประซองเนียนไอนาประบะจรานดองปิกระวัวตั้งโยมระวัวตั้งสลากวนระวัวตั้งสลาไข่จังเทระหน้าดักนอมกนาสมเทระเด็กกาประเกณฑ์ทาผู้ยืงได้จิตเนี่ยขณะดักนอมต่อตามธนานุกรมนั้นคือกรมสังคมทาเพื่อการดักนอมนั้นนำมอนเอาสิ่งใดสกเมนเตญโยมลมบ้าแต่พระองค์เราแต่เลือกบังดำใบสิ่งใดสกระบอบสังคมยืงจมูลมันอาจกวงเนาให้ยังเดอดอาจเตปกุณาศาสนาไข่ในทมนะจังจุยแล้วเอานางจีนในมิตรรูปให้ยืนนางสดับตามการนายนอมการดักนอมในเปรียบปัญญาเงียนปองในเมียนไซซอลประมาณในขนมวีนังสำคัญยังเมียนประเทศระมวยแต่จักตุ้มหม่อมพอดในขนมไข่นั้นเจี๊ยผมมกตู้เราเลือกเขาบาต่างออกคนนี้นะบ้านประมาณประจวนไปเจียงไฮ้จังการเงียนนั้นคือกำออยลมบาไม่ควรเปรียสหระปองสหการิควรนั้นสหกาคณีจุยคณีปกุณาคณะจองบ้านจะเตไปจักเตาตั้งลมจักกระไดตั้งคณะกระไดอายุ70-80ไปให้หลักเอาไว้อับสกตะจิลานปิ่งปิงมาหมดชันไตนวัดปูวิลนึกอนุสาวรีย์กาลพิสัยสับชนามมุนโอ้การน้องสมัยน้องเมียนไอ้ดอมทูเพียโน่ลูกโนจีอาบาโรงมันนึกคืนจังไอ้ดอมจองบานจังได้จ้าเต้ามันคือไอ้เต้ก็มาจะใส่สนับใส่สับชนามกันลองเต้าให้นึกคืนโอ้คืนมุกลูกตานั่งไอ้มันจ้องคืนมัวการใส่สับชนามใส่สับชนามมุนนู้โอ้จะจกเลยนะอันเดอนุสาวรีย์ในขนมพนัวบุคคลละสบายคือจีนเนี่ยแต่เมียนกอลยานมิตรจีนเนี่ยบริบูรณ์ด้วยกอลยานมิตรเติบอายังบุคคลละสบายอ้อยการเมียนหลังในขนมชีวิตในขนมสะกลุ่มยืงสมอนุโมทนี